chẳng sẽ mẹ ta set up bỏ anh trên đóយើងចុចនៅលើ crown button របស់យើងឲ្យជាប់អញ្ចឹងដល់ពេលដែលយើងបើកមកហើយគឺយើងនឹងឃើញបែបនេះអញ្ចឹងមុនឈានទៅដល់ការយើង set up នៅលើនេះលកាដែរអញ្ចឹងបងប្អូនបកមកមើលនៅផ្នែកខាងក្រោយប្រអប់របស់យើងវិញណាអញ្ចឹងនៅផ្នែកខាងក្រោយប្រអប់របស់យើងគឺយើងមានជាមួយនឹង QR code មួយដើម្បី scan សម្រាប់ប្រើប្រាស់ទៅលើការ download app Huawei Health App ទាំងអស់គ្នាដែលប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃ Android ដកជាមួយនឹង model Samsung ចឹងគឺទាំងអស់គ្នាត្រូវការធ្វើការ scan QR code ដើម្បីទាញយក app ប៉ុន្តែតើតោះជាមួយនឹងអ្នកដែលប្រើប្រាស់ជាមួយនឹង iOS ដូចខ្ញុំប្រើ iOS គឺយើងអាចធ្វើការទាញយកដោយប្រើប្រាស់ការ download ចេញ direct ពី App Store អញ្ចឹងដើម្បី download គឺយើង search រក App Store មកហើយយើង search រកពាក្យថា Huawei Health App យើងវាយ Huawei Health អញ្ចឹងគឺនឹងចេញឲ្យយើងអញ្ចឹងយើងអាចធ្វើការ download អូខេអញ្ចឹងនៅពេលដែលយើង download រួចហើយគឺយើងអាចបើកហើយយើងយកកន្លែង region នេះគឺត្រូវតែយក Cambodia ណាហើយយើងចុចយកពាក្យថា next agree allow អញ្ចឹងចូលមកដល់ក្នុង Huawei Health App នេះគឺយើងត្រូវការ Huawei ID ដើម្បី log in ជាមួយសិនអញ្ចឹងខ្ញុំ log in ចូលក្នុង Huawei ID របស់ខ្ញុំអញ្ចឹងយើងចុច verification code របស់យើងមកចុចពាក្យថា OK អញ្ចឹងរួចរាល់ហើយគឺយើងមាន account ហើយគឺយើងអាចធ្វើការ connect ជាមួយនឹងនីលកាបានហើយអញ្ចឹងយើងយកនីលការបស់យើងមកអញ្ចឹងយើងចុចនៅលើ rotation crown របស់យើងមកគឺយើងនឹងឃើញជាមួយនឹងភាសាអញ្ចឹងតើតើជាមួយនឹងភាសាដោយសារតែនៅលើនីលកានេះគឺយើង support full ខ្មែរអញ្ចឹងយើងអាចយកភាសាខ្មែរបានណារួចរាល់ហើយគឺយើងចុចនៅលើប្រើ code QR មកហើយវានឹងចេញ QR បែបនេះឲ្យបន្ទាប់មកគឺយើងចូលនៅក្នុង Huawei Health App របស់យើងមកចុចកន្លែងពាក្យថា Health ហើយនៅខាងលើនេះមានoption ដែលយើងអាចចុចបានយើងចុចនៅលើហ្នឹងមកយកពាក្យថា scan code ហើយយើងធ្វើការ scan code មកយកពាក្យថា allow គេបន្តមកយើង pair ជាមួយនឹងនីលកាណៃរបស់យើងចុចគ្រីសមកយកពាក្យថា pair allow គេបន្តមកគឺយើង agree ជាមួយនឹង term condition ចុចគ្រីសនៅលើនេះមកយកពាក្យថា next អូខេបន្តមកគឺយើង take ជាមួយនឹង function for detection របស់យើងមកចុចពាក្យថា next អញ្ចឹងនីលការបស់យើងគឺបាន pair រួចរាល់ហើយយកពាក្យថា continue មក allow យើង allow ជាមួយនឹង permission ទាំងអស់មកអញ្ចឹងយើងអាច sync ជាមួយនឹង contact របស់យើងបានណាប៉ុន្តែខ្ញុំ skip កន្លែងនេះសិនដាក់ select letter យកពាក្យថា done អញ្ចឹងការជួបរបស់យើងគឺជោគជ័យណាជាមួយនឹងនីលការបស់យើងជាអញ្ចឹងយើងអាចចុចពាក្យថា next រហូតណា